លោកហៅថាបញ្ចនិយាមគឺទំនៀមទាំង5បានន័យថាបញ្ចចំនួន5និយាមប្រែថាទំនៀមឬក៏ប្រក្រតីធម្មតារបស់ច្បាប់ធម្មជាតិអញ្ចឹងបញ្ចនិយាមគឺទំនៀមឬក៏ទម្លាប់ទាំង5ប្រការនោះជាគោលដៅនៃជីវិតដែលមនុស្សត្រូវស្គាល់ពិតទៅបានទី1ពីចនិយាមទំនៀមរបស់ពូជទី2ឧតនិយាមទំនៀមរបស់រដូវទី3ចិត្តនិយាមទំនៀមរបស់ចិត្តទី4កម្មនិយាមទំនៀមរបស់អំពើនិងទី5ធម្មនិយាមទំនៀមរបស់ធម្មជាតិទំនៀមទាំង5នេះសត្វលោកត្រូវទទួលស្គាល់និងត្រេះរិះពិចារណាឲ្យបានច្បាស់ទៅតាមធម៌របស់ព្រះដ៏មានព្រះភិក្ខជាម្ចាស់របស់យើងដែលព្រះអង្គទ្រង់សម្ដែងដែលលោកពោលថាពីចនិយាមគឺទំនៀមរបស់ពូជកំណើតឬក៏ពូជវត្ថុធាតុគ្រប់ចម្ពោះដែលកើតមកហើយក្នុងលោកកសន្និវៈទាំងមូលមិនថាពូជអ្វីទេជាមនុស្សជាសត្វជាធញ្ញជាតិជារុក្ខជាតិបើមានកំណើតកើតហើយដោយពូជណាក៏រមែងជាដំណោះដោះដំណាលដោយពូជនោះដូចជាខ្មែរឬក៏ជនជាតិដតីឬក៏វត្ថុធាតុដូចជាស្រូវដូចជារុក្ខជាតិមានចេកដូងស្លាជាដើមកាលណាបើពូជជាអ្វីដោះមកកើតមកឬក៏ចម្រើនឡើងកើតមានឡើងទៅតាមពូជអម្បូរនោះឯងនេះលោកហៅថាពីចនិយាមទំនៀមរបស់ពូជដូចជាខ្នោផ្លែចេញជាខ្នោស្វាយផ្លែចេញជាស្វាយពូជខ្នោដាំចេញជាខ្នោពូជស្វាយដាំចេញជាស្វាយវាមិនអាចคล้ายទៅជាអ្វីផ្សេងដតីក្រៅអំពីនឹងទេអញ្ចឹងហើយលោកពោលទុកថានេះជាពីចនិយាមទំនៀមរបស់ពូជទី2ឧតនិយាមទំនៀមរបស់រដូវទាំងឡាយលោកចែកដូចជានៅក្នុងស្រុកខ្មែរយើងលោកចែកជា3រដូវក្តៅរដូវភ្លៀងនិងរដូវរងាកាលបើដល់រដូវក្តៅក៏ក្តៅទៅដល់រដូវភ្លៀងក៏ភ្លៀងទៅដល់រដូវរងាក៏រងាទៅមិនអាចមាននរណាទៅកែប្រែទំនៀមទម្លាប់របស់រដូវនេះបានទេយ៉ាងនេះជាដើមលោកហៅថាឧតនិយាមទំនៀមរបស់រដូវទី3ចិត្តនិយាមទំនៀមរបស់ចិត្តធម្មជាតិនៃចិត្តនេះរមែងត្រាច់ទៅដើម្បីអារម្មណ៍បានសេចក្តីថាចំណីអាហាររបស់ចិត្តគឺអារម្មណ៍បើកាលណាគ្មានអារម្មណ៍ទេចិត្តក៏វាមិនកើតឡើងដែរអញ្ចឹងធម្មជាតិនៃចិត្តគឺការប្រឡែងលេងនឹងអារម្មណ៍ស៊ីអារម្មណ៍កើតឡើងបានដោយសារអារម្មណ៍ដូចជារូបអារម្មណ៍អារម្មណ៍គឺរូបសត្វទាអារម្មណ៍អារម្មណ៍គឺសម្លេងគិន្ធាអារម្មណ៍អារម្មណ៍គឺក្លិនរក្សាអារម្មណ៍អារម្មណ៍គឺរសជាតិផាសាអារម្មណ៍អារម្មណ៍គឺសម្ផស្សធម្មអារម្មណ៍អារម្មណ៍គឺគំនិតផ្លូវចិត្តនឹងធម្មជាតិនៃចិត្តសូម្បីយើងដេកលក់មិនបានឃើញមិនបានឮមិនបានធំមិនបានដឹងរសជាតិមិនបានប៉ះសម្ផស្សក៏ដោយក៏ចិត្តនឹងវាត្រាច់ទៅកាន់មโนទ្វារជួបកាលយល់សពដែរព្រោះវាត្រូវការប្រឡែងនឹងអារម្មណ៍វាត្រូវការអារម្មណ៍វាពេញចិត្តអារម្មណ៍ចឹងឯងនេះជាទំនៀមរបស់ចិត្តឲ្យវាប្លែកពីនឹងមិនបានទី4កម្មនិយាមទំនៀមរបស់កម្មគឺទំនៀមរបស់ទង្វើទាំងឡាយសត្វលោកធ្វើច្រើនប្រការណាស់
ក្រាន់តែថាទង្វើនោះបើលោកបែងចែកមាន2ចំណែកទង្វើដែលផ្ដួចផ្ដើមឡើងដោយចិត្តគំនិតដែលល្អទង្វើដែលផ្ដួចផ្ដើមឡើងដោយចិត្តគំនិតដែលអាក្រក់លោកហៅថាកុសលទង្វើអកុសលទង្វើឬយើងនិយាយថាកុសលកម្មនិងអកុសលកម្មដូច្នេះក៏បាននឹងទង្វើនឹងគឺមានច្រើនប្រការណាស់ហើយលោកចែកត្រឹមតែ2ប៉ុណ្្នឹងឯងដែលទង្វើល្អលទ្ធផលដែលហុចឲ្យមកល្អទង្វើអាក្រក់លទ្ធផលដែលហុចឲ្យមកអាក្រក់ព្រោះកម្មធ្វើឲ្យតែងមានផលបើផលមានប្រកបជាមានអំពើបើអំពើមានប្រកបជាមានផលនេះលោកហៅថាកម្មនិយមទំនៀមរបស់អំពើឬទំនៀមរបស់កម្មទី5ធម្មនិយមទំនៀមរបស់ធម្មជាតិពាក្យថាធម្មជាតិគឺកំណើតនៃសភាវៈធម៌ទាំងអស់ដែលកើតឡើងព្រួងព្រាតនៅលើផែនដីក្រន់តែលោកចែកចេញជា2ធម្មជាតិមួយយ៉ាងមានចិត្តវិញ្ញាណគ្រប់គ្រងបានដល់មនុស្សហើយនិងសត្វដេរិឆានជាដើមធម្មជាតិមួយយ៉ាងទៀតគ្មានចិត្តគ្មានវិញ្ញាណគ្រប់គ្រងទេបានដល់ព្រីព្រឹក្សាលតាវัวភ្នំគ្រោះរវៀនថ្មផ្ទះសំបែងនិងវត្ថុធាតុប្រើប្រាស់ដតីផ្សេងនេះលោកចែកចេញជា2ចំណែកដូច្នេះទំនៀមឬក៏ជានិយមរបស់ធម្មជាតិស្ថិតនៅក្រោមច្បាប់របស់អាណាលោករាជ3ប្រការពាក្យថាអាណាលោករាជបានសេចក្តីថាច្បាប់គ្រប់គ្រងលោកច្បាប់គ្រប់គ្រងលោកមាន3ប្រការទី1គឺអនិច្ចំប្រែថាដំណើរប្រែប្រួលឬមិនថិតថេរមិនទៀងទាត់ទី2ទុក្ខំប្រែថាសភាពធន់មិនបានសភាពតាំងនៅមិនកើតសភាពធន់បានដោយកម្រឬក៏សភាពត្រូវតែបែកធ្លាយទី3អនត្តាធម្មជាតិពិតមិនមែនជីវិតមិនមែនយើងមិនមែនគេមិនមែនឯងមិនមែនអញគឺសំដៅមិនមែនខ្លួនគឺជាកំណើតនៃធម្មជាតិពិតនេះជានិយមរបស់ធម្មជាតិឧទាហរណ៍ដូចជាសត្វលោកកើតឡើងហើយត្រូវតែប្រែប្រួលពីជាទៅរកឈឺនេះជានិយមមួយណាព្រោះមិនអាចថិតថេរថាមិនឈឺបានទេត្រូវតែប្រែប្រួលទៅរកឈឺដូចជាយើងធ្លាប់ជួបប្រទះហើយម្នាក់តែងមានរោគមិនមែនរស់នៅដោយស្រួលជាសុខុមាលជាតិឥតរោគទេព្រោះជួនឈឺម្ដងយ៉ាងនេះម្ដងយ៉ាងនោះសភាពបែបនឹងឯងដែលយើងហៅថាមិនទៀងឬផ្លាស់ប្ដូរប្រែប្រួលអនិច្ចំអនិច្ចំហើយនឹងកើតឡើងហើយគឺប្រែប្រួលទៅរកចាស់មិនមែនកើតហើយតាំងនៅតែក្មេងដដែលតាំងនៅតែដូចពីមុនដដែលមិនមែនទេញាតិញោមពុទ្ធបរិស័ទសម្លឹងមើលរូបញាតិញោមគ្រប់គ្នាទៅ20ឆ្នាំមុនរូបដូចម្ដេចចុះឥឡូវនេះរូបយ៉ាងណា30ឆ្នាំមុននឹងរូបដូចម្ដេចចុះឥឡូវនេះរូបយ៉ាងណា40ឆ្នាំ50ឆ្នាំ60ឆ្នាំ70ឆ្នាំ80ឆ្នាំមុននឹងរូបរាងកាយញាតិញោមយ៉ាងដូចម្ដេចចុះឥឡូវនេះយ៉ាងណានេះជារឿងមួយដែលតាក់ទងទៅនឹងការប្រែប្រួលនៃទំនៀមរបស់ធម្មជាតិបានសេចក្តីថាកើតឡើងហើយគឺប្រែប្រួលពីក្មេងទៅរកចាស់អញ្ចឹងឯងដែលលោកហៅថាធម្មនិយមទំនៀមរបស់ធម្មជាតិគ្មានច្បាប់ណាកែប្រែមិនឲ្យប្រែប្រួលពីក្មេងទៅរក
ចាស់នឹងបានទេត្រូវតែយ៉ាងដូច្នោះនេះជានិយមមួយកើតឡើងហើយត្រូវតែប្រែប្រួលពីរស់ទៅរកស្លាប់ណែដែលយើងឃើញដូចជាសពឧបាសិកាមេសយ័នអញ្ចឹងណាគាត់ចូលកាន់មរណៈហើយនេះជាធម្មនិយមទំនៀមមួយរបស់ធម្មជាតិជាច្បាប់ពិតនៃធម្មជាតិមិនអាចកែប្រែបានគឺកើតឡើងហើយប្រែប្រួលពីរស់ទៅរកស្លាប់មិនមែនកើតឡើងហើយចេះតែរស់នៅចេះតែតាំងនៅចេះតែរស់រៀងរហូតក៏ឥតទេដែរអញ្ចឹងហើយជាសភាពមួយបញ្ជាក់ថានេះជានិយមពិតនៃជីវិតរបស់សត្វលោកដែលកើតហើយប្រែប្រួលពីរស់ទៅរកស្លាប់អញ្ចឹងសត្វលោកប្រែកើតឡើងហើយប្រែប្រួលពីជាទៅឈឺពីឈឺមកជាពីជាទៅឈឺសត្វលោកកើតឡើងហើយប្រែប្រួលពីក្មេងទៅរកចាស់សត្វលោកកើតឡើងហើយប្រែប្រួលពីរស់ទៅរកស្លាប់ពាក្យថាប្រែប្រួលបាលីហៅថាអនិច្ចំហ្នឹងហើយត្រង់នឹងឯងដែលជាច្បាប់នៃធម្មជាតិគឺសភាពមិនទៀងនេះជារឿងពិតមិនអាចមាននរណាកែប្រែបានពាក្យថាទុក្ខំប្រែថាធន់មិនបានឧទាហរណ៍នៃជីវិតក៏មិនខុសអំពីអនិច្ចំដែរកើតហើយធន់មិនបានទេជាសុខធន់មិនបានទេត្រូវតែមានកើតជំងឺបើមិនរោគនេះរោគនោះបើមិនឈឺពីខាងក្នុងខ្លួនក៏ពីខាងក្រៅខ្លួនឧទាហរណ៍ដូចក្នុងខ្លួនយើងមានការគ្រុនក្តៅគ្រុនផ្ដាសាយតឹងច្រមុះជាសម្បោមានការឈឺសន្លាក់ដៃជើងឈឺក្បាលឈឺពោះជាដើមនឹងបណ្ដាលតាំងពីខាងក្នុងខ្លួនយើងរោគខ្លះឬក៏ភាពឈឺចាប់ខ្លះបណ្ដាលពីខាងក្រៅដូចជាឡានជុលម៉ូតូបុកឬក៏គេកាប់គេចាក់ឬក៏មានភាពវាយតប់គ្នាបែកមុខបែកមាត់ធ្លាក់ពីលើដើមឈើសัตว์ចឹកខំតិចមុតរបួសជាដើមនេះកើតឡើងហើយធន់មិនអោយមិនឈឺមិនបានទេមានការជាសុខធន់មិនបានទេមុខតែមានការជួបនៅវិបត្តិនៃរោគរឿងក្នុងជីវិតនឹងហើយកើតឡើងហើយធន់មិនបានទេត្រូវតែមានការទទួលនៅភាពចាស់ក្រំគ្រាដោយភ្លើងគឺជារណគិភ្លើងគឺជារាដុតកំឡោចរាងកាយឲ្យត្រុតឲ្យទ្រោមឲ្យរខិរខារយិរយៈបាក់បែកទៅមិនអាចតាំងនៅបានជាសត្វលោកប្រែប្រួលពីក្មេងទៅរកចាស់មកពីធន់មិនបានកាលបើធន់មិនបានហើយបានជាវាប្រែប្រួលនឹងកើតឡើងហើយធន់មិនបានទេមុខតែមានការស្លាប់មុខតែមានការស្លាប់ក្រាន់តែយូរនឹងឆាប់មុននឹងក្រោយប៉ុណ្ណោះថ្ងៃណាមួយខែណាមួយឆ្នាំណាមួយមិនខានដោយសារសត្វលោកនឹងឯងជាទុក្ខំគឺធន់អត់បានព្រោះធន់មិនអោយមិនស្លាប់មិនបានត្រូវតែប្រែប្រួលទៅរកស្លាប់នេះជាសភាពពិតនៃធម្មនិយមរបស់ធម្មជាតិអនត្តាដែលប្រែថាមិនមែនខ្លួនពាក្យថាមិនមែនខ្លួននេះគឺជាសភាវៈពិតនៃបរមត្ថវិជ្ជាជាសភាពពិតនៃបរមត្ថវិជ្ជាដែលយើងត្រូវទទួលស្គាល់វាព្រោះវាជាកត្តាចាំបាច់ក្នុងជីវិតអញ្ចឹងរឿងរ៉ាវដែលយើងច្រើនប្រើពាក្យថាជីវិតអ្វីទៅដែលហៅថាជីវិតគឺអ្វីបើតាមសមត្ថវោហារនៃលោកដែលច្រើនយកមកប្រើប្រាស់តាមបែបប្រសូតដែលហៅថាលោកកវោហារ
ពាក្យថាជីវិតប្រែថាការរស់នៅពាក្យថាអាយុប្រែថាការចម្រើនតែកាលណារស់នៅហើយវាចេះតែចម្រើនទៅមុខអញ្ចឹងពាក្យថាជីវិតប្រែថាការរស់នៅតែសភាពពិតនៃជីវិតដោយសុទ្ធបើបុគ្គលណាចង់ស្គាល់ជីវិតច្បាស់ប្រាកដជាស្គាល់ខណ្ឌទាំង5ច្បាស់បើស្គាល់ខណ្ឌទាំង5ច្បាស់ប្រាកដជាស្គាល់ជីវិតច្បាស់ដូច្នេះជីវិតគឺខណ្ឌ5ខណ្ឌ5គឺជីវិតខណ្ឌពាក្យថាខន្ធៈប្រែថាគំនួបណ្ដុំឬបាច់ឬក៏សំណុំមនុស្សយើងផ្គុំដោយសំណុំទាំង5គឺសំណុំរូបជាកលាបៈបណ្ដុំកោសិកាល្អិតតូចរហូតដល់ធំសំណុំវេទនាចំណាប់អារម្មណ៍របស់ផ្លូវចិត្តសំណុំសញ្ញាចំណាំអារម្មណ៍របស់ផ្លូវចិត្តគំនិតសំណុំសង្ខារបណ្ដុំគំនិតគិតពីនេះពីនោះសំណុំរបស់វិញ្ញាណគឺសភាពនៃចិត្តគំនិតដែលដឹងនៅរឿងរ៉ាវផ្សេងអញ្ចឹងសត្វលោកបណ្ដុំដោយសំណុំទាំង5នេះឯងផ្គុំមកបានជារូបជាអង្គដែលហៅថាជីវិតរស់នៅទៅបើជីវិតនេះរស់នៅខណ្ឌ5មាននៅបើខណ្ឌ5អស់ទៅជីវិតក៏អស់ទៅដូចជាឧបាសិកាសៃយ័នខណ្ឌ5បែកធ្លាយទៅហើយអញ្ចឹងជីវិតអស់មានការរស់នៅហើយคล้ายជាសាកសពព្រោះដែលយើងហៅថាសពមកអំពីបាលីឆវៈផ្លាស់អសរឆជាសផ្លាស់អសរវួជាពួរទៅជាសពៈឬសពតែស័ព្ទដើមមកពីឆវៈប្រែថារបស់ឥតខ្លឹមសារឬក៏ស្អុយរលួយឬក៏បដិគោលតាមបទគុណនាមអញ្ចឹងសពមានប្រយោជន៍ទៀតទេអត់ទេព្រោះធ្វើប្រយោជន៍ឲ្យមនុស្សផងគ្នាលេងបានហើយជារបស់ដែលមានក្លិនល្អទេអត់ទេជារបស់បដិគោលអញ្ចឹងហើយបានជាលោកប្រើពាក្យថាឆវៈឬសពៈឬសពដូចជាពាក្យថាបុគ្គលសັບដើមមកពីបុគ្គលៈជាភាសាបាលីខ្មែរយើងអានកាត់คล้ายថាបុគ្គលប្រែថាអ្នកទំពាស៊ីគ្រឿងស្អុយឬអ្នកស្ពាយនៅធុងលមកពិតណាស់យើងទាំងអស់គ្នាគឺយ៉ាងដូច្នោះឯងអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយនេះខណ្ឌទាំង5នឹងឯងគឺជាសំណង់រូបកាលបើខណ្ឌទាំង5បែកធ្លាយសំណង់រូបក៏បែកធ្លាយខណ្ឌទាំង5មាននៅពេលណាសំណុំរូបឬក៏សំណង់រូបមាននៅពេលនោះព្រះអរហន្តលោកអស់សំណង់គឺខណ្ឌ5អញ្ចឹងជីវិតលោកមានកើតមកលើលោកនេះទៀតទេអស់មានហើយតែយើងគ្រប់គ្នាជាអ្នកពំបានបំផ្លាញជាងគឺសង្ខារដោយយើងរកឧបាយមិនតន់បំផ្លាញមិនតន់ឃើញគឺអវិជ្ជានៅបិទបាំងអញ្ចឹងសំណង់នៃកំណើតរបស់យើងមិនមែនមានត្រឹមតែជាតិនេះប៉ុណ្ណឹងទេរបៀបកើតស្លាប់ញាតិញោមធ្លាប់ទទួលវារាប់អនេកជាតិមកមិនអស់ពីជាតិមុនញាតិញោមធ្លាប់កើតធ្លាប់ឈឺធ្លាប់ចាស់ហើយនឹងធ្លាប់ស្លាប់រាប់មិនអស់អាចដឹងថាខ្លួនឯងចាប់កកើតជាកំណើតសត្វលោកនៅលើផែនដីនេះប៉ុន្មានជាតិមកហើយទេយើងមិនអាចដឹងបានទេមានតែព្រះសោតាទេទើបអាចដឹងបានចាប់ពីត្រឹមហ្នឹងទៅអញ្ចឹងសង្សារវដ្តផ្លូវចាប់ដើររបស់យើងងាកក្រោយមើលមិនឃើញទេបច្ចុប្បន្ននេះយើងបានជួបប្រទះនៅការកើតការឈឺការចាស់ហើយនឹងការស្លាប់ចុះទៅមុខទៀតតើយើងត្រៀមដើរកើតចាស់ឈឺស្លាប់ប៉ុន្មានជាតិកំណើតតទៅមុខទៀតគណនាជាកូនក៏មិនដឹងប៉ុណ្ណាគណនាជាស្វាមីភរិយាក៏មិនដឹងប៉ុណ្ណាគណនាជាម្ដាយជាឪពុកគេក៏មិនដឹងប៉ុណ្ណាគណនាជាទ្រព្យសម្បត្តិមួយជាតិដែលខំប្រឹងរកក៏មិនដឹងប៉ុណ្ណាច្រើនរាប់មិនអស់ប៉ុន្តែសួរថាញាតិញោមមានប្រម៉ែប្រមូលយកអ្វីទៅបានទេ
អត់ទេនេះជារឿងមួយនៃការដើរគ្មានទីបញ្ចប់របស់សត្វលោកលុះត្រាតែសត្វលោកនឹងឯងស្វែងរកសច្ចធម៌ឃើញគឺរលាស់ចោលនៅខណ្ឌដែលជាគ្រឿងបង្កបំផ្លាញដោយអំណាចនៃអរហត្តមគ្គទៅចលនាជីវិតនឹងឈប់មានអភិក្រមហូរទៅវែងឆ្ងាយទៅមុខទៀតបើមិនដូច្នោះទេកំណើតនៅតែមានកើតអណ្ដែតលិចស្លាប់ក្នុងភពវដ្តសង្សាររោគទីបញ្ចប់គ្មាន